ជំរាបសួរពុកម៉ែបងប្អូនអ្នកស្នេហាវិស័យទូកងទាំងអស់គ្នាបាទនេះគឺជាការប្រណាំងទាំង3ថ្ងៃរបស់ទូកងកោះកេរធិបតីដែលឧបត្ថម្ភដោយរដ្ឋបាលខេត្តព្រះវិហារហើយទូកនេះផងដែរគឺស្ថិតនៅក្នុងក្រុងព្រះវិហារខេត្តព្រះវិហារហើយក៏ជាជើងខ្លាំងមួយរូបដែលជាប់ចំណាត់ថ្នាក់លេខ3ទូទាំងប្រទេសចំនួន2ឆ្នាំជាប់គ្នាផងដែរបាទតោះឥឡូវយើងក៏លេខទៅមើលការប្រណាំងទាំង3ថ្ងៃរបស់គាត់វិញនៅក្នុងឆ្នាំ2024នេះតើល្បឿនរបស់គាត់ហ្នឹងប្រែប្រួលយ៉ាងណាដែរបាទអត់ទ្រាំមិនបានក្នុងការអត្ថាធិប្បាយខ្លាំងសារាយពីជេធិបតីដៃជោចាំមកពីខាងវត្តពីជ័យរាំងសីវត្តជែងចាញ់បងឆ្ងាយណាប្រគុណម្ចាស់ចាញ់បងឆ្ងាយទៅលើកោះកេសរកោះកេធិបតីរបស់រដ្ឋបាលខេត្តព្រះវិហារដាច់ឆ្ងាយមែនទែនចាលេខ296នេះគឺកោះកេធិបតីប្រគុណម្ចាស់ព្រះគូខុសសានុរៈខតោចាប់ផាត់សុកនិមព្រះគូចៅអធិការវត្តលេខ295បដូរមកខ្សែទឹកខាងក្នុងក៏ល្អដែរកោះកេធិបតីបើទោះបីជាបដូរខ្សែទឹកតែលទ្ធផលអត់បដូរទេបាទនៅតែទទួលបានជ័យជំនះជាបន្តដាច់តែម្ដងចាសូមបន្តត្រីភាពឧត្តមសែនជ័យបារមីទេ2មេរិតបាទចំណែកឯគូទី148និរិននៅរិនរៀងសីពីជ័យចិត្តបុត្រប្រកួតជាមួយសារ៉ាត់សែនជ័យបារមីតងសបានខាងទឹកខាងក្រៅឈ្នះអញ្ចឹងបានន័យថាសារ៉ាត់សែនជ័យបារមីតងសឈ្នះទៅលើនរិនរៀងសីពីជ័យចិត្តបុត្របាទបាទឥឡូវនេះគូទី149បាទធ្វើដំណើរបន្តទៀតហើយខ្សែទឹកខាងក្នុងបាទកោះកេធិបតីបាទក្រុងព្រះវិហារបាទរបស់រដ្ឋបាលខេត្តព្រះវិហារខ្សែទឹកខាងក្រៅទូភីសេសានជ័យបារមីវត្តបារុងបាទនៅអរិយខ្សាច់ខេត្តកណ្ដាលទូបានកៅបឋមអារម្មណ៍គង់សុភ័ណ្ឌនិងលោកជំទាវបាទថេងពុទ្ធិតាបាទខ្សែទឹកខាងក្នុងទទួលបានជ័យជំនះបបិទ្ធបបើគ្នាបាទគូទាំងអស់សិតតែគូដែលល្អឯងហើយលបឿនដ៏ល្អបាទការអត្ថាធិប្បាយនោះក៏កាន់តែស៊ីជម្រៅដែរដោយសារថាមកប្រកាត់បកើគ្នាល្អបាទឥឡូវយើងឃើញថាខ្សែទឹកខាងក្នុងទួលភីសៀសានជ័យបារមីវត្តបារុងរបស់អាដាមគង់សុភ័ណ្ឌលោកជំទាវបាទជើងទី1អត់ទទួលបានជ័យជំនះទេឥឡូវជើងទី2នេះបដូរខ្សែទឹកយ៉ាងម៉េចកំពុងតែតាមទៅលើកោះកេធិបតីរដ្ឋបាលខេត្តព្រះវិហារនៅខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅហាក់ដូចជាប្រែប្រួលវិញកោះកេធិបតីបាទកោះកេធិបតីប្រែប្រួលបច្ចេកទេសហើយបាទកោះកេវិញអញនិយាយបានស្លាទុំចាទូមុននេះដោយសារតែទូគាត់ត្រូវខ្សែទឹកខាងក្នុងទេប៉ុន្តែដល់ទៅពេលគាត់នៅខាងក្រៅធ្វើឲ្យយើងជាអ្នកធ្វើអត្ថាធិប្បាយនេះពិបាកជំរាបជូនចាប្រិមិត្តបន្តិចប៉ុន្តែយ៉ាងណាត្រូវតែតាមឲ្យទាន់ជំរាបជូនឲ្យច្បាស់លាស់ពីការចាញ់ឈ្នះដល់ទីផងដែរចាឥឡូវនេះឃើញថាផ្ដំប្រសងគ្នានៅឡើយទេមិនទាន់អាចថាបានសម្រាប់លោកណាដែលដកទេកោះកេដកបន្តិចបាទកោះកេធិបតីបាទរដ្ឋបាលមិនអាចសន្និដ្ឋានបានថាជ័យជំនះទេព្រោះនៅដំណាក់កាលនេះនៅអាចចាក់យោងនៅកំប៉ុនទី2នេះបាទព្រោះថាដៃជោសែនជ័យបារមីកំពុងស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីចាលោកជំទាវពីម្សិលមិញឈ្នះច្រើនចាឥឡូវថ្ងៃនេះមកប៉ះហើយប៉ះជាមួយកោះកេធិបតីរបស់ខេត្តព្រះវិហារហ្នឹងមិនធម្មតាដែរចាប់ដៃគូគ្នាមកសិតតែជើងខ្លាំងហើយបាទនៅស្រាប់ថ្ងៃចុងក្រោយគាត់ទៅនៅខាងខ្សែទឹកខាងក្រៅដូចគ្នាបាទតែយ៉ាងណាគឺគាត់ថាបកាបកាត់គ្នាអត់ប៉ះគ្នាទេអត់ប៉ះគ្នាទេធ្វើឲ្យការប៉ុណ្ណឹងនេះមើលទៅកាន់តែល្អមើលមួយយ៉ាងដែរភាពបកាបកាត់បែបនេះខ្សែទឹកខាងក្រៅកោះកេធិបតីខ្សែទឹកខាងក្រៅដកបន្តិចហើយបាទដករហូតមិនតិចនឹងបាទល្អណាស់ល្បឿនគឺប្រហាក់ប្រហែលគ្នារហូតបាទតិចនឹងតលតែឈ្នះហើយបងប្អូនចាដោយតាអោកដេជោសែនជ័យបារមីកំពុងស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងខណៈពេលនេះកោះកេធិបតីកាលពីជើងទី1ខ្សែទឹកខាងក្រៅឈ្នះម្ដងហើយឥឡូវបដូរនៅខ្សែទឹកខាងក្នុងហាក់ដូចជានាំមកទៀតបាទល្អមែនទែនបាទលឿនបាទរបស់រដ្ឋបាលខេត្តព្រះវិហារដូរខ្សែទឹកតែលទ្ធផលអត់មានការព្រួលប្រែទេបាទបើសិនបើនាំមុខអញ្ចឹងរហូតនេះចានាំមុខអញ្ចឹងរហូតគឺទទួលបានជ័យជំនះលើកទី2បាទជាលើកទី2ហើយតែឥឡូវយើងឃើញថាដាច់ច្រើនដែរបងចង់ពាក់កណ្ដាលទូកហើយបាទកោះកេធិបតីចាចិត្តដាច់សកត់ពាក់កណ្ដាលហើយចាឥឡូវសកត់ពាក់កណ្ដាលទូកហើយបងប្អូនប
បាទលើយើងឃើញហើយបាទបន្ថែមលបឿនបើទោះបីជាដាច់ក៏នៅតែអត់បន្ថយដែរបាទបន្ថែមហើយបន្ថែមទៀតរហូតបាទមកដល់ទីគាត់ទទួលបានជ័យជំនះជាលើកទី2បាទទៅលើតអោកដែលជួងសែនជ័យបារមីកំពុងស្បើរបស់កំពុងធំ